យោបាយនេះបង្កើតជាទិដ្ឋិមួយអាក្រក់ណាស់ចំពោះប្រជាពលរដ្ឋការបើកវេទិកាសាធារណៈក្នុងរូបភាពជាអ្នកនយោបាយបង្កើតទិដ្ឋិអាក្រក់ណាស់ចំពោះប្រជាពលរដ្ឋឧទាហរណ៍ថាយើងជាមេបកមួយបើគាត់អត់គាត់ដឹងថាយើងជាមេបកយើងទៅនិយាយក្នុងអង្គការអីណានិយាយធေါ်អីគាត់ស្ដាប់គាត់ដូចរៀងអត់អីទេដាក់បញ្ជូនការថាត្រូវទៀតណាប៉ុន្តែលោកតែគេប្រកាសថាអូលោកនឹងជាប្រធានបកឯណាមកមួយអាការស្ដាប់មុនទាំងអស់ហ្នឹងដូចចង់អត់ស្រួលព្រាមហ្មងអាអ្នកនយោបាយស្រួលយកធေါ်មកលោកឡំនេះវាចង់បានសិលឹកឆ្នោតហ្នឹងរូបភាពនយោបាយបងប្អូនបង្កើតទិដ្ឋិអាក្រក់មួយខ្លាំងណាស់ក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋខ្មែរប៉ុន្តែបងប្អូនពិចារណាដោយស្មោះត្រង់ណាបងប្អូនចង់ជួយជាតិពិតប្រាកដទៅចង់ជួយមនុស្សមកប្រទេសចង់ជួយឲ្យបានសម្រេចណាជួយឲ្យមានបាយហូបជួយឲ្យមានយុត្តិធម៌សង្គមជួយឲ្យបងប្អូនមានសេចក្តីសុខក្នុងការរស់នៅបងប្អូនពិចារណាបើចង់ជួយមនុស្សឲ្យអស់មកប្រទេសបងប្អូនពិចារណាតើមានមធ្យោបាយណាក្រៅអំពីមធ្យោបាយធ្វើនយោបាយបងប្អូនពិចារណាដោយស្មោះបើយើងចង់ជួយជាតិចង់ជួយឲ្យបងប្អូនមានបាយហូបចង់ឲ្យមានយុត្តិធម៌សង្គមចង់ឲ្យបងប្អូនរស់នៅស្រួលណាតើមានមធ្យោបាយណាជួយឲ្យបងប្អូនបានសម្រេចមធ្យោបាយបំណងទាំងអស់ហ្នឹងក្រៅពីធ្វើនយោបាយបងប្អូនជួយប្រាប់ខ្ញុំតិចមើលបងប្អូនជួយប្រាប់ខ្ញុំតិចមើលហើយចុះបើបងប្អូនមើលមកឃើញអ្នកនយោបាយក្នុងផ្លូវអាក្រក់ទាំងអស់បងប្អូនតើអ្នកនយោបាយដែលចង់ជួយជាតិពិតប្រាកដដែលចង់ជួយបងប្អូនពិតប្រាកដតើចេញតាមប្រឡោះណាហើយផលអាក្រក់ចុងក្រោយវាជះឥទ្ធិពលទៅលើពីណាឃើញគេលំទឹកយើងជួយគេវាមិនបានតើផលអាក្រក់ជះទៅលើពីណាលើអាអ្នកលំទឹកមិនមែនលើយើងអ្នកជួយណាអ្នកដែលចង់ជួយជាតិពិតប្រាកដទៅណាដើម្បីជួយជាតិឲ្យបានពិតប្រាកដជួយឲ្យបានទាំងអស់គ្នាទាំងមានបាយហូបទាំងមានសេរីភាពណាអត់មានផ្លូវណាក្រៅអំពីការធ្វើនយោបាយទេបងប្អូនពិចារណាមើលហើយបើបងប្អូនយល់ឃើញថាឲ្យតែអ្នកនយោបាយសុទ្ធសឹងតែចង់បានប្រយោជន៍ផ្ទាល់ខ្លួនគំនិតមួយនឹងបងប្អូនបំផ្លាញសង្គមខ្មែរទាំងមូលហ្មងហើយជាគំនិតមើលងាយកូនខ្មែរទូទៅហ្មងបងប្អូនមើលងាយថាកូនខ្មែរវាឈាមថោកឈាមកប់វាគ្មានគំនិតស្នេហាជាតិទេហើយមិនត្រឹមកូនខ្មែរដែលកើតមកឯណាគំនិតមួយហ្នឹងវាយបំបាក់ទាំងអាកូនខ្មែរមិនទាន់កើតមកទៀតពេលដែលវាកើតមកជនរួមឈាមរបស់វាគិតរបៀបហ្នឹងទៀតក្នុងស្ថានភាពបែបហ្នឹងតើមធ្យោបាយសម្រាប់ដោះស្រាយតើត្រូវធ្វើម៉េចបងប្អូនមធ្យោបាយសម្រាប់ដោះស្រាយព្រោះអ្នកបោកច្រើនខ្លាំងណាស់ក្នុងស្ថានភាពបែបហ្នឹងតើបងប្អូនត្រូវធ្វើម៉េចវិធីមួយយ៉ាងស្រួលបំផុតបងប្អូនកុំបិទផ្លូវសម្រាប់ខ្លួនឯងកុំបិទផ្លូវបងប្អូនត្រូវមានទំនុកចិត្តលើក្បាលខ្លួនឯងថាក្បាលអញនៅប្រើការកើតទេក្បាលអញនេះតន់ទៅរកពេទ្យឈួតមើលទេអញនៅប្រើការកើតទេក្បាលហ្នឹងបើក្បាលអញនៅប្រើការកើតទេអាណានិយាយទៅដល់អញស្ដាប់ទាំងអស់គេបើកវេទិកាក៏អញទៅស្ដាប់បើគេនិយាយរត់យោក៏អញបើករត់យោស្ដាប់អត់អីទេក្បាលអញនៅប្រើការកើតមិនមែនគេនិយាយអីអញចេះតែជឿទេអត់អញ្ចឹងទេបើបងប្អូនហើយអាអ្នកនយោបាយអញមិនស្ដាប់ទេបងប្អូនខ្លាចអីបងប្អូនខ្លាចគេនិយាយយូរបងប្អូនជឿបើបងប្អូនគិតអញ្ចឹងមានន័យថាបងប្អូនលែងទុកចិត្តលើក្បាលខ្លួនឯងបងប្អូនមើលងាយក្បាលខ្លួនឯងប៉ុន្តែបងប្អូនទុកចិត្តលើក្បាលខ្លួនឯងយល់ថាក្បាលខ្លួនឯងនៅប្រើការកើតទេអត់បញ្ហាទេអ្នកណាមកនិយាយអញស្ដាប់រត់យោអ្នកនយោបាយទាំងអស់អញស្ដាប់ពីព្រោះឯក្បាលអញនៅប្រើការកើតបងប្អូនត្រូវតែស្ដាប់ពីព្រោះវាអាចមានអ្នកដែលចង់ជួយសង្គ្រោះជាតិពិតប្រាកដគាត់ចេញមុខមកលើទីលាននយោបាយតែលោវាអាចមានអញ្ចឹងបងប្អូនពីព្រោះអីពីព្រោះមានតែអ្នកស្នេហាជាតិពិតប្រាកដទេអ្នកមានដួងចិត្តស្មោះត្រង់ចំពោះជាតិនិងអ្នកមានទស្សនវិស័យពាក្យថាទស្សនវិស័យមានន័យថាមានដំណោះស្រាយជាក់ស្ដែងសមស្របអាចដោះស្រាយបញ្ហាជាតិបានមិនត្រឹមតែចង់ជួយជាតិទេចង់ជួយជាតិតែមួយមុខជួយជាតិមិនបានទេចង់ហើយមានទស្សនៈមានមធ្យោបាយមានវិធីសមស្របក្នុងការដោះស្រាយបញ្ហាជាតិពិតប្រាកដឃើញលោកមានមនុស្សប្រភេទហ្នឹងវាលេចមុខឡើងក្នុងឆាកនយោបាយបើតើណាជាបងប្អូនយល់ថាអាអ្នកនយោបាយសិតតែបោកទាំងអស់បងប្អូនបិទផ្លូវមិនមែនសម្រាប់អ្នកនយោបាយទេបិទផ្លូវសម្រាប់ឱកាសល្អខ្លួនឯងខ្លួនកំពុងតែលងទឹកវាបិទឱកាសសម្រាប់មនុស្សដែលមកស្រង់យើងបងប្អូនពិចារណាបងប្អូនណារឿងខ្មែរនេះណាបងប្អូនជ្រៅណាបងប្អូនលិចលង់ក្នុងបាតថុកយ៉ាងជ្រៅបងប្អូនមិនងាយពីណាវាយទឹកថែខ្មែរបែកទេណាបងប្អូនមិនងាយទេបងប្អូនណាគាត់តែមានសេចក្តីព្យាយាមហេតុអីបានមនុស្សជាអ្នកធ្វើអាចមានសេចក្តីព្យាយាមបងប្អូនពីព្រោះគេមានចិត្តអាណិតអាសូរហេតុអីបានគេមានចិត្តអាណិតអាសូរបងប្អូនគេបានសិក្សាថាហេតុអីបានប្រជាពលរដ្ឋទៅជាអញ្ចឹង
មុនដំបូងគាត់មិនមែនចឹងទេហេតុអីបានគាត់ទៅជាចឹងបើពុតលោកសំដែងថាគ្មានរឿងណាមួយកើតប្រាចាកហេតុផលទេវាមានហេតុផលរបស់វាដល់ពេលយើងសិក្សាពីហេតុផលយូរទៅយើងអនុគ្រោះឲ្យបងប្អូនបានយើងថាបងប្អូនមកដល់ដំណាក់កាលហ្នឹងវាមានរឿងដែលវាត្រូវមកដល់ដំណាក់កាលហ្នឹងបងប្អូនណាចលនារបស់យើងមានមនុស្សច្រើនណាស់ដែលគេហៅយើងឈប់បងប្អូនគេហៅយើងឈប់ថាឈប់ធ្វើទៅវាមិនឈ្នះទេវាបំបែកទឹកថែរបស់ប្រជាពលរដ្ឋមិនបែកទេគ្មានពីណាជួយរាជខ្មែរបានទេគេប្រាប់យើងអញ្ចឹងណាបងប្អូនឲ្យតែយើងចាប់ដើមជួបគ្នាជាពិសេសគឺនិស្សិតបញ្ញវន្តអ្នកមានបញ្ញាបត្រធំហ្នឹងណាឲ្យតែចាប់តែជែកពីរឿងជួយជាតិតាមរបៀបត្រឹមត្រូវណាកុំរកនយោបាយតាមរបៀបបោកប្រាស់ណាគឺថាយើងបើកចំហជាមួយប្រជាពលរដ្ឋនិយាយដោយស្មោះត្រង់ថាតើដោះស្រាយសង្គមជាតិនោះយ៉ាងម៉េចយើងធ្វើនយោបាយត្រឹមត្រូវណាឲ្យតែជែកពីរឿងត្រឹមត្រូវថាតើធ្វើនយោបាយត្រឹមត្រូវមួយប្រជាពលរដ្ឋហ្នឹងតើយើងធ្វើរួចអត់ណាអ្នកនយោបាយខ្មែរទូទៅមកបងប្អូនគេថាទៅមិនរួចទេវាមិនឈ្នះអំណោយទេវាមិនឈ្នះអ្នកបោកទេបងប្អូនណានេះគឺជាជំរឿយ៉ាងជ្រៅដែលវាដឹកតាមក្នុងខួរក្បាលរបស់បងប្អូនណាវាជ្រៅណាស់ក្នុងសង្គមខ្មែរពួកយើងយល់ថាជ្រៅដល់កម្រិតណាក៏ដោយបងប្អូនប៉ុន្តែវាជាផ្លូវត្រឹមត្រូវដើម្បីអភិវឌ្ឍប្រទេសជាតិពិតប្រាកដណាគឺអភិវឌ្ឍផ្នត់គំនិតរបស់ប្រជាពលរដ្ឋរួចហើយយកកម្លាំងរបស់ប្រជាពលរដ្ឋនឹងមកចូលរួមជួយកសាងសង្គមផ្លូវត្រឹមត្រូវទៅនៅត្រង់ហ្នឹងទោះបីជាបងប្អូនគ្រប់គ្រងឬមិនគ្រប់គ្រងក៏ដោយក៏ប៉ុន្តែផ្លូវនេះគឺជាផ្លូវត្រឹមត្រូវហ្មងបងប្អូនណាប្រហែលយើងមានឈាមជ័រកាត់មកពីឥណ្ឌាមិនដឹងឥណ្ឌាអញ្ចឹងអស់ចាឥណ្ឌាបងប្អូនអាល្ងងងាប់ល្ងងបាត់ដើរបងប្អូនមិនឃើញឥណ្ឌាមានអ្នកខ្លះក៏រុកកដោរត់ចូលចានបាយប្រព្រឹត្តប្រប្រាស់នៅក្នុងពេញទឹកពេញដីអ្នកខ្លះក៏រុកគោនិយាយពីដើរពេញក្នុងក្រុងទាំងអស់អាចគោមិនដែលហ៊ានចូលទេក៏រុកគោអ្នកក្រដល់បាត់ដើរនៅឥណ្ឌាអ្នកល្ងងងួសនិយាយពីងូតទឹកទលេគង្គាលៀនបាបណានិយាយពីគ្រាន់តែក្អែកលាក់ចូលទលេខាត់តាយរាប់លានអ្នកងូតទឹកលៀនបាបដែលបាបប្រឡាក់អីចិត្តឯនោះសោះងូតអីកាយនេះដុសក្អែលសឹងដាច់លាត់ចេញឈាមហើយអានឹងក្រងាប់ល្ងងងាប់និយាយពីមានបុគ្គលដ៏អស្ចារ្យលើលោកនោះក៏កើតនៅក្នុងដែរអ្នកដ៏អស្ចារ្យនោះលើមេឃរកពីណាក៏ដូចបាននៅក្នុងព្រះសម្មាសម្ពុទ្ធនឹងនៅក្នុងអាក្រងាប់អាល្ងងងាប់ហើយដល់ពេលអាអ្នកឆ្លាតនោះឆ្លាតផុតកពូលលើលោករកពីណាដូចបានវាអត់ទៅមានអាវណ្ណៈកដាលអាកដាលវាអត់ទៅមានហើយយើងនេះតពូជពីហ៊ុនទៀនយើងហ៊ុនទៀនហ្នឹងឥណ្ឌាមកការជាមួយយាយយើងនេះយាយលីវយីណាបានកើតយើងមកចឹងយើងនឹងចឹងស្ដាប់នឹងចេះកូនចេះចៅបាត់តុបបាត់ប្រាក់គ្មានស្ដាប់គ្មានអីទេបងប្អូនឃើញចរិតខ្មែរយើងណាឃើញចរិតដែរចឹងមកខ្ញុំចេះឆ្ងល់ថាពូជនឹងមកពីឥណ្ឌាយ៉ាងម៉េចពូជនឹងយ៉ាងម៉េចអាពូជប្រោមបានណាព្រះសម្មាសម្ពុទ្ធត្រាស់ដឹងភ្លាមណាដូចចង្កៀងគោមដែលផុសចេញពីទឹកមកចឹងបងប្អូនផុសប្រៀបមកភ្លឺទៅចាភ្លឺមែនតើហ្មងដល់ពេលព្រះសម្មាសម្ពុទ្ធបរិនិព្វានវិញដូចចកចឹងស្រុកទៅរួមរិទ្ធឥឡូវប្រពៃណីសាសនាដ៏ច្រើននៅទីហ្នឹងរួមរិទ្ធពធរបស់ព្រះសម្មាសម្ពុទ្ធដែរកន្លែងដើមពោដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងអីហ្នឹងបងប្អូនណាដើរតែមើលអត់ស្រួលជាន់អាចយើងទៅពីហ្នឹងគោរពឯនោះគេគ្មានគោរពអីទេពីនោះណាហើយពូជហ្នឹងបងប្អូនពូជហ្នឹងឆ្លងមកយើងពូជហ្នឹងពូជជឿបងប្អូនមនុស្សតែជឿបងប្អូនឈប់សាវជ្រាវមនុស្សតែជឿឈប់សាវជ្រាវមនុស្សជឿបងប្អូនធ្វើដំណើរបញ្ច្រាស់ជាមួយនឹងការត្រាស់ដឹងព្រោះមិនជឿដែរឆ្ងល់ទៅមុខទៀតដល់ពេលជឿគេប្រាប់ថាធ្វើបន់ចេះបានចេះឧទ្ទិសចេះបានចេះដល់ពេលជឿថាអញ្ចឹងឈប់សាវជ្រាវមនុស្សជឿធ្វើដំណើរបញ្ច្រាស់ជាមួយការត្រាស់ដឹងព្រះសម្មាសម្ពុទ្ធនាំយើងទៅត្រាស់ដឹងបងប្អូនណាមានពេលខ្លះបងប្អូនខ្ញុំហត់ពេកខ្ញុំសឹងតែឈប់បងប្អូនខ្ញុំសឹងតែឈប់មកចាស់ថ្លៃខ្ញុំសឹងតែឈប់បងប្អូនណាបើបងប្អូនតាមពាក្យសម្ដីសកម្មភាពការងាររបស់ខ្ញុំបងប្អូនយល់ពីដួងចិត្តរបស់ខ្ញុំច្បាស់ហើយរឿងថាខ្ញុំល្អចង់ជួយបងប្អូនឬមិនចង់ជួយខ្ញុំអត់និយាយប៉ុន្តែបងប្អូនស្ដាប់ពាក្យសម្ដីស្ដាប់វេទិការបស់ខ្ញុំបងប្អូនដឹងដួងចិត្តរបស់ខ្ញុំច្បាស់បើខ្ញុំស្អប់បងប្អូនពិតជាបងប្អូនដឹងបើខ្ញុំស្រឡាញ់បងប្អូនពិតជាបងប្អូនដឹងបើស្នាជាបងប្អូនស្ដាប់ពាក្យសម្ដីរបស់ខ្ញុំហើយយកទៅពិចារណាប៉ុន្តែមនុស្សខ្មែរបងប្អូនអត់ទៅមានសេចក្តីល្អហើយមើលងាយសេចក្តីល្អទៀតអត់មានសេចក្តីល្អហើយមើលងាយសេចក្តីល្អទៀតបងប្អូនស្គាល់ពាក្យហ្នឹងទេគេថាអានេះក្រហើយមើលងាយលុយទៀតមានន័យថាម៉េចមានន័យថាក្រហើយបើរកបានលុយបន្តិចបន្តួចនិយាយពីចាយព្យានឹងអាចសំទុកទេ
ក្រឲ្យមើងងាយលុយអញ្ចឹងបានវាក្រខ្មែរយើងអញ្ចឹងអត់ទៅមានសេចក្តីល្អក្នុងខ្លួនហើយអត់ស្រឡាញ់សេចក្តីល្អនឹងទៀតមើងងាយសេចក្តីល្អនឹងទៀតបងប្អូនចាំមើលបើនៅក្នុងទីក្រុងភ្នំពេញផងវិនិយោគទុនវាចូលក្នុងស្រុកខ្មែរវាតែងតែរកដៃគូជាខ្មែរដើម្បីឲ្យរត់ការងារឲ្យវាឲ្យតែគេទុកចិត្តឲ្យលុយធំបានដៃបដ ாய் ស៊ីរបស់គេនឹងម៉ាក់បដ ாய் មើងងាយទឹកចិត្តគេណាបងប្អូនរំលោភសេចក្តីទុកចិត្តរបស់អ្នកដទៃបងប្អូនមើលរដ្ឋាភិបាលទាំងថ្ងៃប្រជាពលរដ្ឋទុកចិត្តណារបស់ឆ្នោតដោយឈ្នះរំលោភសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋទៅពុកអលួយហ្នឹងគេហៅរំលោភសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋប៉ុន្តែប្រជាពលរដ្ឋខ្មែរហេតុអីបានចេះទទួលយកបានបោះឆ្នោតឲ្យជប់ថាព្រោះគាត់ក៏ជាមនុស្សដែលមិនទៅស្រឡាញ់សេចក្តីល្អដែរបើជាមនុស្សស្រឡាញ់សេចក្តីល្អស្អប់ងាប់បងប្អូនប៉ុន្តែប្រជាពលរដ្ឋអត់អញ្ចឹងទេគាត់អត់ស្រឡាញ់សេចក្តីល្អដែរដល់ពេលឃើញអញ្ចឹងគាត់នឹងស្អប់នឹងធ្វើមីណាពួកអីពួកគាត់ចូលរួមក្នុងទង្វើបែបហ្នឹងយ៉ាងជោគជាប់ទៅហើយណាគាត់ទៅយកណយអាណាបោះឆ្នោតឯណាបោះទៅអញកាន់តែទៅយកណយរួចហើយអាចដាក់កន្លែងហ្នឹងព្រោះឲ្យយកស្លឹកឆ្នោតទៅធ្វើអីធ្វើទៅបងប្អូនណាអ្នកស្អាតស្អំអ្នកដឹងខុសដឹងត្រូវសឹងបែកទ្រូងងាប់បងប្អូនសឹងបែកទ្រូងងាប់